ត្រូវតែចាប់ផ្ដើមជីវិតសាជាថ្មីអូនោះមិនមែនជាស៊ីយូទេគាត់នៅមិនទាន់ស្លាប់ទៀតនិយាយធ្វើអីទៀតគាត់មិននៅសម្រាប់ក្នុងបន្ទប់ពេទ្យទេហេតុអ្វីមកដល់ទីនេះ ប្រកាសជាចង់មកខ្ចីលុយពីអ្នកគ្រប់គ្រងវាំងម្ដងទៀតហើយ គាត់ចិត្តស្លាប់ហើយខ្ចីលុយទៅធ្វើអ្វីយកមកបើកបន្ទប់សន្តាគារឲ្យយើងពីរនាក់ទេអីអោះបើកបន្ទប់ ពិតជារំខានមែន ចាស់បើកបន្ទប់នឹងហើយអូយខ្មាស់គេណាស់មនុស្សកាន់តែចិត្តស្លាប់កាន់តែខ្លាចស្លាប់ស៊ីយូច្បាស់ជាមិនអស់ចិត្តទេហើយចង់ខ្ចីលុយបន្ថែមដើម្បីព្យាបាលខ្លួនឯង តែអ្នកគ្រប់គ្រងវាំងដឹងស្ថានភាពគាត់ច្បាស់ហើយគេប្រញាប់ទារបំណុលពីគាត់ផងតើមានហេតុផលអ្វីដែលគេនឹងឲ្យខ្ចីលុយបន្ថែម និយាយចប់ហើយឬនៅចេញឲ្យឆ្ងាយពីខ្ញុំទៅ អ្នក បានចៅអត់ទេយើងរងចាំមើលសិនខ្ញុំពិតជាចង់ឃើញពេលស៊ីយូចេញមកដោយក្តីអស់សង្ឃឹម Rolls Royce ឡាននេះតម្លៃរាប់លានយន់មែនទេតើអ្នកមានលុយណាមកចតនៅទីនេះ មនុស្សមានលុយមានច្រើនណាស់មិនពាក់ព័ន្ធអ្វីនឹងយើងទេយើងគួរតែរងចាំមើលរឿងអាម៉ាស់របស់ស៊ីយូវិញទើបគួរឲ្យចាប់អារម្មណ៍បើសិនជាស៊ីយូមានសំណាងហើយពិតជាអាចយកលុយចេញពីទីនេះបានក៏បានតែត្រឹមប៉ុន្មានម៉ឺនយន់ប៉ុណ្ណោះអ្នកត្រូវតែបោកវាយកមកទាំងអស់មកមនុស្សចិត្តស្លាប់ម្នាក់កាន់លុយទុកធ្វើអ្វីវាខ្ជិះខ្ជាយពេកហើយ គិតអីទៅអ្នកគ្រប់គ្រងវាំងរកស៊ីឲ្យខ្ចីលុយមិនមែនធ្វើការសប្បុរសធម៌ទេស៊ីយូចិត្តស្លាប់ហើយតើគេអាចឲ្យខ្ចីលុយទៀតបានយ៉ាងម៉េចលុះត្រាតែអ្នកគ្រប់គ្រងវាំងត្រូវទ្វារគៀបក្បាលទើបអាចធ្វើបែបនោះ ខ្ញុំក៏គិតថាមិនអាចដែរប៉ុន្តែរឿងគ្រប់យ៉ាងតែងតែមានករណីលើកលែងដើម្បីអនាគតរបស់យើងពីរនាក់អូនដាច់ខាតមិនអាចទន់ចិត្តចំពោះគាត់បានទេ ខ្ញុំទន់ចិត្តឬគ្មានផ្លូវទេឥឡូវនេះអ្វីដែលខ្ញុំស្ដាយគឺមិនបានឲ្យគាត់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆាប់ជាងនេះខ្ញុំខ្ជិះខ្ជាយពេលវេលាប៉ុន្មានឆ្នាំជាមួយគាត់ដោយឥតប្រយោជន៍គ្រាន់តែនឹកឃើញជីវិតក្រីក្រដែលខ្ញុំធ្លាប់រស់នៅជាមួយគាត់ក៏ធ្វើឲ្យខ្ញុំស្អប់ខ្លួនឯងហើយ សូមអញ្ជើញ ហេតុអ្វីអ្នកគ្រប់គ្រងវាំងចេញមកដោយផ្ទាល់ លោកស៊ីស្ថានភាពត្រូវបានដោះស្រាយរួចហើយកិច្ចសន្យាត្រូវបានលុបចោលទាំងស្រុងសូមធ្វើដំណើរដោយសុវត្ថិភាពបើថ្ងៃក្រោយលោកត្រូវការអ្វីសូមមករកខ្ញុំដោយផ្ទាល់